ខ្ញុំទប់ចិត្តអត់បានហ្មងនៅពេលដែលឃើញរីសារបស់អ្នកជំងឺមួយនឹងឲ្យសួស្ដីអ្នកនរគ្នាខ្ញុំឈ្មោះរ៉ាសុខុមកាមេរីខ្ញុំគឺបុគ្គលិកធ្វើការនៅ KD ផ្នែកនៅខាង OPD ខាងលីលប៊ូហើយអ្នកនរគ្នាដោយសារតាខ្ញុំជួបជំងឺច្រើនណាស់ដែលមកធ្វើការកែច្រមុះនៅខាង KD នេះគឺខ្ញុំទប់ចិត្តអត់បានហ្មងនៅពេលដែលឃើញរីសារបស់អ្នកជំងឺមួយគាត់ចេញមកគឺនឹកស្មានដល់ថាស្អាតដល់ថ្នាក់ធ្វើឲ្យគ្រូពេទ្យម្នាក់នេះទប់ចិត្តលេងបានចាប់ពីអាទិត្យក្រោយទៅទិញអ្នកជំងឺមកលេងលបួសលេងស្គាល់អ្នកគ្រូ Camry ទៀតទៅអញ្ចឹងចាំតាមដានមើលរីសាទាំងអស់គ្នាណា